ตาមានរឿងប៉ុន្មានដែលត្រូវបានគេកប់ទុកចោលនៅតាមដងផ្លូវជាតិមិនមែនសាកសពឬសំណល់បាក់បែកនោះទេប៉ុន្តែគឺជាការពិតដែលមនុស្សម្នាក់ជ្រើសរើសនឹងរត់ចោលពន្លឺហ្វារថយន្តដឹកទំនិញធុនធំកាត់ផ្តាច់ភាពងឹតស្លុបនៃខេត្តពោធិ៍សាត់ឆ្ពោះទៅកាន់ខេត្តបាត់ដំបងសំឡេងម៉ាស៊ីនក្រហមតិចលាយឡំជាមួយសំឡេងទឹកភ្លៀងដែលជះមកលើកញ្ចក់មុខហាក់ដូចជាចង្វាក់បេះដូងរបស់អ្នកដែលកំពុងភ័យខ្លាចសក់អង្គុយក្តាប់ចង្កូតរថយន្តរហូតដល់ឡើងសរសៃដៃភ្នែករបស់គាត់ដែលក្រហមដោយសារការដាច់យប់និងភាពនឿយហត់មិនបានសម្លឹងមើលទៅផ្លូវខាងមុខត្រង់នោះទេប៉ុន្តែវាតែងតែងាកទៅសម្លឹងកញ្ចក់ចំហៀងខាងឆ្វេងជានិច្ចនៅទីនោះក្នុងកញ្ចក់ដែលពោពេញដោយដំណក់ទឹកភ្លៀងសុកមិនមែនឃើញតែផ្លូវងឹតនោះទេគាត់ឃើញស្រមោលព្រិលនៃយុវជនម្នាក់ដែលឈរលើកដៃសុំឡានជិះកាលពី2ម៉ោងមុននៅម្ដុំអន្លង់វើការនោះចិត្តបង្ខំឲ្យលឿនដើម្បីទៅឲ្យទាន់ម៉ោងទម្លាក់ទំនិញនិងភាពពងុយដេកដែលធ្វើឲ្យការវិនិច្ឆ័យស្រវាំងភ្នែកបានធ្វើឲ្យកង់ឡានដ៏ធ្ងន់ញ័ររន្ធត់មួយខណៈសំឡេងកភឹបស្រាលដែលលើកាត់ខ្យល់ភ្លៀងនាពេលនោះវានៅតែបន្លឺឡើងក្នុងត្រចៀកគាត់ខ្លាំងជាងសំឡេងរន្ទះទៅទៀតគាត់មិនបានឈប់ទេគាត់បានជន់កែបន្ថែមទុកឲ្យភាពងឹតនិងភាពឯកោនៃផ្លូវជាតិលេខ5លេបត្របាក់អ្វីដែលនៅពីក្រោយខ្នងគេប្រហែលជាមិនអីទេសុកនិយាយខ្សឹបម្នាក់ឯងក្នុងឡានដែលត្រជាក់ស្រេកប៉ុន្តែញើសត្រជាក់នៅតែហូរស្រក់តាមចិញ្ចើមនេះគឺជាពាក្យកុហកដ៏ធំបំផុតដែលមនុស្សម្នាក់ប្រាប់ខ្លួនឯងដើម្បីរួចសតិសម្ពញ្ញៈមិនមែនជាអ្វីដែលយើងអាចទុកចោលនៅកន្លែងកើតហេតុបានឡើយវារត់តាមយើងតាមរយៈកញ្ចក់មើលក្រោយរាល់ពេលដែលឡានជិះកាត់ពន្លឺភ្លើងតាមភូមិមុខរបស់យុវជនម្នាក់នោះហាក់ដូចជាលេចឡើងកាន់តែច្បាស់នៅក្នុងកញ្ចក់ចំហៀងភ្នែកដែលសម្លឹងមកដោយភាពងឿងឆ្ងល់ដៃដែលលើកសុំក្តីមេត្តាដែលមិនធ្លាប់បានមកដល់សុខព្យាយាមបើកវិទ្យុឲ្យខ្លាំងដើម្បីលុបបំបាត់ភាពស្ងាត់ស្ងៀមប៉ុន្តែចម្រៀងដែលបន្លឺឡើងបែរជាហាក់ដូចជាការធ្ងោយំមនុស្សយើងអាចរត់គេចពីច្បាប់បើផ្លូវនោះស្ងាត់និងគ្មានសាក្សីយើងអាចរត់គេចពីពន្ធនាគារដែលធ្វើពីដែកនិងបេតុងប៉ុន្តែគ្មានឡានណាដែលមានល្បឿនលឿនល្មមអាចបើកជំនះស្រមោលនៃកំហុសរបស់ខ្លួនឯងបានឡើយនៅលើផ្លូវជាតិលេខ5ដ៏វែងអន្លាយនេះសុកដឹងខ្លួនច្បាស់ថាគាត់មិនមែនកំពុងបើកឡានទៅរកគោលដៅខាងមុខនោះទេគាត់កំពុងជាប់គាំងនៅក្នុងរង្វង់នៃវិនាទីដែលគាត់ជ្រើសរើសមិនឈប់ឡាននោះឯងភាពខុសឆ្គងដែលមិនត្រូវបានកែប្រែវានឹងក្លាយជាខ្មោចលងបន្លាចយើងពេញមួយជីវិតមិនមែនដោយសារវាមានមន្តអាគមប៉ុន្តែដោយសារយើងជាមនុស្សហើយមនុស្សមិនអាចរស់នៅដោយមានសេចក្តីសុខបានឡើយកាលណាដឹងថាខ្លួនបានលួចយកដង្ហើមអ្នកដទៃដើម្បីបន្តដង្ហើមខ្លួនឯងកញ្ចក់ចំហៀងរថយន្តនៅតែឆ្លុះបញ្ចាំងពីការពិតដែលសុខចង់បំភ្លេចហើយផ្លូវដែលនៅខាងមុខក៏កាន់តែងឹតទៅដូចជាព្រលឹងរបស់គាត់អញ្ចឹងដែរ